យើងក៏មិនចាំបាច់ទៀមទាជីវិតនេះឲ្យអ្វីដូចពីមុនទេអានឹងរំលឹកដាស់តឿនបងប្អូនកូនចៅទាំងអស់រៀនកន្លែងហ្នឹងកុំចាំបាច់ទៀមទាឲ្យដូចមុនជីវិតវាគ្រាន់តែមិនដូចមុនកន្លែងហ្នឹងណាហើយយើងចាំបាច់ទៀមទាឲ្យដូចមុនធ្វើអីណែត្រូវប្រព្រឹត្តទៅឲ្យស្របតាមចរន្តនៃជីវិតដំណើរជីវិតយ៉ាងម៉េចជីវិតដើរទៅមុខមិនមែនដើរថយក្រោយណាដូច្នេះដើម្បីឲ្យត្រូវនឹងដំណើរជីវិតដែលដើរទៅមុខយើងត្រូវតែប្រព្រឹត្តឲ្យស្របនឹងជីវិតដែលដើរទៅមុខគឺលះបង់អតីតកាលព្រោះជីវិតមិនមែនត្រឡប់ទៅរស់នៅក្នុងអតីតកាលវិញទេណាហើយបើយើងមិនព្រមលះបង់អតីតកាលធ្វើម៉េចនឹងត្រូវក្នុងដំណើរជីវិតត្រូវតាមតឹងព្រោះយើងវាជាប់ខ្សែចំណងជាមួយនឹងអតីតកាលចង់អីមិនចង់ឲ្យដូចមុនជីវិតដើរមកដល់បច្ចុប្បន្នហើយនៅតែចង់រស់ដូចពីអតីតកាលទៀតអានេះត្រូវមានស្មារតីឡើងជីវិតបានលះបង់អតីតកាលមកហើយយតតិតំបហេណន្តੰគឺណាយតតិតំបហេណន្តੰណាគឺថាវាលះបង់អតីតកាលនឹងទៅហើយអញ្ចឹងដើម្បីឲ្យធូរក្នុងដំណើរជីវិតគឺត្រូវតែលះបង់អារម្មណ៍ដែលជាអតីតកាលនឹងឯងចឹងតែព្រះអង្គទ្រង់រំលឹកដាស់តឿនក្នុងផតេករតសូត្រណាអតីតੰនេនវេកមេយៈគឺថាមិនក៏បីអាល័យអតីតនឹងឯងអានេះឲ្យញាតិញោមយល់ឲ្យច្បាស់ថាការប្រតិបត្តិនេះឲ្យវាស្របនឹងចរន្តនៃជីវិតដំណើរប្រព្រឹត្តទៅនៃជីវិតគឺជីវិតដើរទៅមុខអញ្ចឹងយើងត្រូវតែលះបង់អតីតកាលនឹងឯងបើយើងមិនប្រព្រឹត្តឲ្យស្របនឹងជីវិតទេគឺជីវិតត្រូវតែតាមតឹងហើយតាមតឹងហ្នឹងវាចង្អៀតចង្អល់ផ្លូវចិត្តគឺវាទាញវាតឹងណាហ្នឹងហើយចង់ទាញជីវិតឲ្យត្រឡប់ទៅរកអតីតកាលឬក៏ចង់អូសអតីតកាលហ្នឹងឲ្យមករស់នៅជាមួយក្នុងបច្ចុប្បន្នអាម៉េចទៅវាអត់ត្រូវទៅតាមអវាទរបស់ព្រះអង្គដែលទ្រង់រំលឹកដាស់តឿនថាយតតិតំបហេណន្តੰនេះរបស់ណាដែលកន្លងទៅហើយរបស់នោះវាលះបង់ទៅហើយបើយើងមិនព្រមលះបង់ទេអានេះណាឈ្មោះថាយើងឃុំឃាំងខ្លួនឯងក្នុងអតីតកាលមនុស្សយើងដែលចេះឲ្យសេចក្តីសុខដល់អ្នកដទៃតាមការលើកទឹកចិត្តឲ្យកម្លាំងចិត្តណាមិត្តភក្តិអីហ្នឹងណាតើយើងទៅជាវត្ថុស័ក្តិសិទ្ធិរបស់មិត្តភក្តិរបស់អ្នកដទៃហ្នឹងប៉ុណ្ណាដែលអាចឲ្យសម្រេចសេចក្តីសុខដល់អ្នកដទៃគឺណាយើងវាទៅជាកល្យាណមិត្តទៅហ្នឹងហើយសូម្បីតែអ្នកដទៃដឹងថាយើងសរសើរយើងលើកទឹកចិត្តនឹងហើយក៏ដោយប៉ុន្តែរឿងវាត្រូវវាត្រឹមត្រូវវាពិតប្រកបមែនត្រង់ដែលសេចក្តីល្អរបស់អ្នករតីនោះវាមានមែនយើងមើលឃើញយើងសរសើរមែនអ្នករតីដឹងថាយើងសរសើរនឹងឯងប៉ុន្តែវាត្រឹមត្រូវកុំឲ្យអារឿងដែលត្រូវទាំងប្រមាណហើយយើងមើលអត់ឃើញហើយទៅរំលឹកដល់តែមែនតែនទៅអាមិនមែនជាកំហុសអីហ្នឹងក៏ត្រឹមតែលឺតមកពាក្យសម្ដីមុនដំបូងគេថាប្រហែលហើយដល់អ្នកនិយាយបន្តមកវាបាត់អាប្រហែលទៅជាអ្នកទី3ហ្នឹងមែនតែនទៅអីចឹងទៅហើយយើងក៏ចូលចិត្តនិយាយរឿងមិនល្អរបស់អ្នកអតីហ្នឹងដឹងខ្លួនទេដឹងថាមានអ៊ីសានៅក្នុងចិត្តសន្តានរបស់យើងហ្នឹងទេណាឬក៏វាមានជាអកុសលប្រភេទណាដែលយើងចូលចិត្តនិយាយរឿងមិនល្អវាយបំបាក់ទឹកចិត្តរបស់អ្នកដទៃនឹងឯងតែយើងមិនគួរឲ្យទុកឲ្យទោសឲ្យភ័យដល់អ្នកដទៃរឿងអីទេត្រូវតែមានមេត្តាករុណាព្រោះគ្រប់គ្នាអត់មានអ្នកណាបង្កើតកិលេសឲ្យខ្លួនឯងទេទោះជាអ្នកនោះឯងខុសពិតក៏ដោយយើងមានបំណងល្អយើងនឹងជួយដល់អ្នកដទៃនឹងឯងតែជាការជួយឲ្យសម្រេចប្រយោជន៍ពិត
ก็น่านั่งไอ้เดี๋ยวยังเมตตาการณานัดดอนเนี่ยเตยจันคือพุทธบริษัทยังอบรมจำรานเมตตาสันดอกปรอกปนัยเชียร์ใส่เอาอย่าเพย์เตยผมดูยังได้หล่อโดยตึกเจ็ดนั่งให้จันเหม็นโยกรูปเรียงกายเจียประมาณเต้โยตึกเจ็ดได้หล่อจันก็น่ามันชูดหัวไทยเลยนั่งไอ้ให้ได้สะอาดคือสะอาดโดยจริยาการประพฤตินั่งไอ้สัตย์แต่จีกุนทัวสำคัญในขนมชีวิตได้มันนุกนังเตะระดาซับกระรอกกรุบโบเชียเฉียดคลานะก็ดาวแต่ธนาเลยถ้าห่วงให้จังบ้านที่ได้ซอกปีเรื่องนี่จังบ้านที่ได้ซอกปีเรื่องดูจังเอาเกเธอไอ้เตยจัดดำใบครูนไอ้บ้านซอกคือในอ่านนั่งไอ้คือบ้านได้แต่เยืองเมียนจุ่มน้อยซอยจังบ้านที่ได้ซอกปีเก๋ปันไตมันแจ๊สสำรัจที่ได้ซอกครูนไอ้คอมปรังไพรสวายโรคตรอบสมบัติซึ่งแต่บ้านสำราญเด็กปูนไอ้โหดดาวแต่เมียนบ้านตรอบสมบัติเจสิทธิ์ไทยปันแต่มัวเมาคังอย่ามวยเนี่ยบำราคังอย่ามวยโกนเจ้าเบาปลาตูระซาบอาไคลมาปอนดอลลาร์ก็เบาได้คังไปชั่วไปเศร้าให้เมื่อถ้าคอมรัวสิกระไดซอกเหนื่อยหอดจึงสลับรัวแต่ตัวเตียนเอาเมียนเอาบ้านปันดาวเอาสิกระไดตกกาดมองเงี้ยแต่จะคังแต่จะแมนกระดานจีลานตามเพลย์น้องก็คังนั่นน่ะเกยจอบลานน้องเวสเตียไอสเตียคังទៅน้าเบากัดมุกน้าเบาเชงไอแต่เละก็เจาะเชเกទៅไอ้คลายแต่รัวซอกไอ้ตัวซอมซอกปีนาបើមិនឲ្យជាក្តីសក់ខ្លួនឯងអាហ្នឹងយើងមើលយើងរៀនណាយើងរៀនឲ្យចេះដឹងអញ្ចឹងដូច្នេះមនុស្សយើងមានសមត្ថភាពសាងសេចក្តីសុខឲ្យខ្លួនឯងណាហើយចិត្តតែចង់បានពីគេហ្នឹងបានចិត្តតែមួម៉ៅដល់តែមែនទេទៅចង់បានសេចក្តីសុខពីអ្នកបម្រើខ្លួនឯងហ្នឹងអត់មានចង់បានលុយបានកាក់អីទេមានលុយមានកាក់បើកឲ្យទាសកម្មករប៉ុន្តែចង់បានសេចក្តីសុខពីទាសកម្មករចង់បានទីក្តីសុខហ្នឹងណាចង់បានយ៉ាងម៉េចចង់ថាឲ្យគេធ្វើអីឲ្យត្រូវចិត្តធ្វើអីឲ្យវាត្រឹមត្រូវធ្វើអីឲ្យវាលឿនធ្វើអីឲ្យវាល្អអាហ្នឹងឯងសិតតែចង់បានពីអ្នកដទៃដល់ទៅវាអត់បានដូចចិត្តឃើញឯងមួម៉ៅហ្នឹងខឹងក្រោតហ្នឹងណាវាល្ងងណាវាភ្លើណាអីចឹងទៅហ្នឹងឯងបើគេឆ្លាតដូចយើងគេមកធ្វើចវាយយើងឯងមិនមែនទុកឲ្យយើងធ្វើចវាយទេអាយុ50 60ចាស់ញូឲ្យមកបើកទ្វារឡានឲ្យយើងហ្នឹងណាគ្រាន់តែកាត់យឺតបន្តិចហ្នឹងស្ដីថាឲ្យគាត់តាឯងវាចេះតាឯងវាចោះអីចឹងហ្នឹងឯងអាហ្នឹងឃើញទេកើតទុកណាដោយការខឹងក្រោតហ្នឹងល្ងងណាអីចឹងទៅណាមនុស្សយើងវាមានឆ្លាតមានល្ងងមកអីចឹងណាវាមិនមែនចិត្តតែដូចគ្នាទេតែយើងត្រូវរៀនឲ្យយល់ពីអ្វីក្នុងโลกហ្នឹងបានយើងរស់សេចក្តីសុខឲ្យខ្លួនឯងបានដោយសារការយល់ហ្នឹងដូច្នេះបើយើងពិតជាឆ្លាតមែនពិតជាប្រកែមែនគឺត្រូវតែសាងសេចក្តីសុខក្នុងជីវិតរបស់ខ្លួនឯងហ្នឹងគឺថាមានរោងចក្រមួយទទួលយករូបសម្លេងក្រិនរសផតពៈធម្មមេរមរឿងរ៉ាវពីក្រៅមកបញ្ចូលមកយោនិសោមនសិការៈបញ្ចេញមកជាទានទៅជាសិលមេត្តាករុណាសន្តោសប្រកណីសមថវិបស្សនាគឺថាអារម្មណ៍អីយ៉ាងណាក៏ដោយឲ្យតែចូលមកដល់យោនិសោមនសិការៈគឺចេញមកទៅជាប្រយោជន៍ទៅជាទានសិលទៅជាសេចក្តីសុខដល់ខ្លួនឯងដល់អ្នកដទៃបើអញ្ចឹងយើងមានចាំបាច់ទៅទៀមទាសេចក្តីសុខពីណាបើយើងមានរោងចក្រសម្រាប់ផលិតសាងសេចក្តីសុខក្នុងជីវិតរបស់យើងគឺយោនិសោមនសិការព្រះអភិធម្មតែសម្ដែងយោនិសោមនសិការជាបាតជាបតតឋាននៃគ្រប់កុសលទាំងអស់រហូតដល់សោតាបត្តមៈទៀតអាស្រ័យយោនិសោមនសិការមើលនៅក្នុងសព្វាសវៈសង្វរៈសូត្របីដកលេខ20បន្ទាប់ពីមូលបរិយាយសូត្រមកហ្នឹងណា
យើងត្រូវតែវឹកហាត់អប់រំបញ្ញាទទួលដឹងថាជាធម្មតាការពិតនៃជីវិតវាតែងមានការជួបប្រសពរឿងអញ្ចឹងមានតែក្តីទុកហ្នឹងមិនមែនមានតែសុខទេបើនៅក្នុងโลกហ្នឹងមានតែសុខមិនចាំបាច់ពុទ្ធបានត្រាស់នាំផ្លូវឲ្យយើងទៅព្រះនិព្វានឡើយអញ្ចឹងគឺយើងត្រូវរៀនត្រូវវឹកហាត់អប់រំចិត្តដើម្បីកាន់យកនៅអារម្មណ៍ណាដែលនាំឲ្យយើងមានសេចក្តីសុខដូចជាអារម្មណ៍នៃបកម្មដ្ឋានអីចឹងឲ្យតល់តែចិត្តនឹងថ្នឹកវឹកហាត់ទៅគឺថារឿងអីក៏រឿងទៅផ្សេងទៀតប៉ុន្តែយើងមានអារម្មណ៍ដែលសម្រាប់នាំឲ្យយើងមានសេចក្តីសុខស្ងប់នឹងឯងយើងវឹកហាត់អញ្ចឹងមិនមែនងាយមែនបើងាយគេបានគ្រប់គ្នាហើយក៏ប៉ុន្តែយើងត្រូវតែរឹងប៉ឹងយើងត្រូវតែក្លាហានកាន់យកអារម្មណ៍សូម្បីតែអារម្មណ៍ណាមួយដែលនាំឲ្យយើងបានសេចក្តីសុខវាដូចជាយើងធ្លាប់មានពិសោធន៍មកហើយអារម្មណ៍ដែលនាំឲ្យយើងមានសេចក្តីទុក្ខអារម្មណ៍តែមួយហ្នឹងតាដែលហ្នឹងថាគេខុសរួចទៅហើយអញ្ចឹងទៅមែនប៉ុន្តែណាអាសេចក្តីទុក្ខរបស់យើងក្រោយមកទៀតជាកំហុសរបស់យើងណាដែលយើងមិនបានវឹកហាត់អប់រំចិត្តយើងចិត្តបណ្ដោយឲ្យកើតទុកខ្លួនឯងដោយសារតែសញ្ញាចាំរឿងហ្នឹងទាំងដែលរឿងហ្នឹងកន្លងទៅរាប់ខែរាប់ឆ្នាំហើយហ្នឹងក៏ដោយយើងនៅតែកើតទុកទៅក្នុងរឿងហ្នឹងអាហ្នឹងជាកំហុសរបស់យើងណាពិតមែនតែថាកំហុសរបស់អ្នកដទៃម្ដងហ្នឹងរួចទៅហើយវាជាអតីតាធម្មាកន្លងបាត់ទៅហើយប៉ុន្តែយើងរស់នៅឲ្យកើតទុកខ្លួនឯងនេះជាកំហុសរបស់យើងកំហុសត្រង់ណាកំហុសត្រង់ដែលថាយើងមិនបានទទួលយកឱវាទរបស់ព្រះសម្មាសម្ពុទ្ធមកណែនាំអប់រំខ្លួនយើងជិះនៅក្នុងយានដ៏ប្រសើរគឺធម្មយានគឺពធយើងមានអារម្មណ៍ដែលនាំឲ្យយើងមានសេចក្តីសុខស្ងប់ច្រើនណាស់អញ្ចឹងយើងត្រូវវឹកហាត់ដូចជាអារម្មណ៍ដែលនាំឲ្យយើងកើតទុក្ខនេះចេះតែអូសទាញចិត្តរបស់យើងឲ្យទុក្ខហើយទុក្ខទៀតក្តៅកាហល់កាហាយសពគ្រប់ទាំងអស់ហ្នឹងអាហ្នឹងជាពិសោធន៍ដែរដូច្នេះយើងត្រូវកាន់យកអារម្មណ៍ឯណានេះមួយឲ្យជាអារម្មណ៍នៃបកម្មដ្ឋានដើម្បីឲ្យអារម្មណ៍នឹងឯងអូសទាញចិត្តរបស់យើងបានទៅដល់សេចក្តីសុខស្ងប់រឿយគឺយើងមានកម្លាំងឈ្នះអារម្មណ៍ដែលនាំឲ្យយើងកើតទុក្ខនឹងឯងចឹងយៈតោចបាបកាំងតតោមโนនិវេរិយេព្រះពុទ្ធអង្គសម្ដែងថាបើចិត្តបាបរបស់យើងប្រព្រឹត្តទៅក្នុងអារម្មណ៍ណាខំប្រឹងទាញចិត្តរបស់យើងចេញពីអារម្មណ៍ហ្នឹងឲ្យមករកអារម្មណ៍ដែលនាំឲ្យមានសេចក្តីសុខស្ងប់អារម្មណ៍ណានឹងឯងគឺថាមានគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃសេចក្តីល្អរបស់យើងដំណើរផ្លូវដែលយើងត្រូវទៅមុខយើងមិនវិលត្រឡប់ថយក្រោយទៅរកអារម្មណ៍ដែលសៅមងទៅរកបុគ្គលនោះទៅរករឿងរ៉ាវអតីតកាលទេយើងមិនឃុំខាំងខ្លួនឯងនៅក្នុងទរណកម្មនៅក្នុងសេចក្តីទុក្ខក្នុងអតីតកាលទេជីវិតរបស់យើងត្រូវតែភ្លឺស្វាងត្រូវតែដើរទៅមុខបច្ចុប្បន្ននឹងឯងអាចកែរឿងអនាគតរបស់យើងបានពិតមែនតែយើងមិនអាចកែអតីតកាលបានប៉ុន្តែបើយើងធ្វើបច្ចុប្បន្ននឹងឲ្យល្អជាទីបំផុតយើងអាចកែអនាគតបានណាកែអំពីរឿងដែលមិនល្អនឹងឲ្យមកល្អហើយដើរនៅក្នុងផ្លូវរបស់ព្រះអរិយបានទៀតផងគឺយើងត្រូវតែពឹងខ្លួនឯងនឹងឯងអញ្ចឹងគ្រាន់តែរំលឹកបងប្អូនកូនចៅឲ្យជ្រាបថាវាមិនមែនមានតែរឿងមួយនឹងសម្រាប់ឲ្យយើងកើតទុក្ខឯណារឿងច្រើនណាស់អារម្មណ៍ច្រើនទៀតណាស់ដែលសម្រាប់ឲ្យយើងមានសេចក្តីសុខយើងត្រូវភ្លឺស្វាងភ្ញាក់រលឹកដោយខ្លួនឯងហើយបើកភ្នែកមើលឲ្យទលំទលាយចំពោះអារម្មណ៍ដែលនាំឲ្យយើងមានសេចក្តីសុខហើយវឹកហាត់អប់រំចិត្តឲ្យស្និទ្ធស្នាលជាមួយនឹងអារម្មណ៍ដែលនាំឲ្យយើងមានសេចក្តីសុខនឹងឯងដែលហៅថាបកម្មដ្ឋាននឹងឯងមិនទាំងបានដឹងស្គាល់គ្នាឯណាឯណីអីផងក៏ចេះតែស្រឡាញ់គ្នាទៅដោយតាពាក្យសម្ដីដែលគេលួងលោមដែលគេសរសើរដែលគេបញ្ជោអីទាំងអស់ហ្នឹងណាដូចពីងពីងសរសើររុយអញ្ចឹងណាសុំធ្វើមិត្តជាមួយរុយអញ្ចឹងណាសរសើរអូយមើលណោះស្លាបគេហ្នឹងអូយភ្នែកគេនឹងមូលភ្លឺថ្លាដូចត្បូងពេជ្រអីចឹងទៅរៀបរាប់មកតួរុយហ្នឹងប៉ុន្តែចាំតែឯងមកជាប់សំណាញ់អញស៊ីហ្មងអាស្អីដែលសរសើរហ្នឹងសរសើរដើម្បីស៊ីហ្មងណាហើយរុយហ្នឹងចូលតាមពីងពីងហ្នឹងមកក្បែរពីងពីងជាប់សំណាញ់ចឹងពីងពីងរុំថែមបដ ாய் ទៅចោះក្បាលស៊ីមុនគេហ្នឹងឯងអាហ្នឹងគឺរឿងដែលចេះតែទៅតាមពាក្យសម្ដីមនុស្សយើងវាមានអាចំណុចលួងលោមនឹងឯងចឹងប៉ុណ្ណាលួងលោមនឹង
chẳng được này cứ công che tè từ lan vùng ven tới tam tiệ sầm đây nè đặt tê nâng ai hay miền khni ấy coi chẳng công bài bạc khni đời xá tiệ sầm đây nè đặt tê nâng đà tôi nè để khi về tới tìm bàn chia rẽ xa nơi cô sao là cam một bọt ấy chạy tên này dây để ớt kết cái nào dây để ớt kết tiệ sầm đây còn á nâng anh rồi chẳng cứ dân có trơi tè dạp dài chẳng thay đôi bia cha lục thà chôl thì chia sẽ đam chân thì chia về như ấy chẳng thay bạch vô mà tục đạo việc vai qua lại tới thế thì pro ấy thì pro chôl sẽ bao sát chạ thua riêng tiệ sầm đây nó bị tranh pi cầm nứt kết dê hay nứt kết dê nó có về miền chất chia vật thiệt năng hài về đôi chia sai để hoi tranh pi cầm nộp lơn ấy chẳng về hoi tới tới lơn nó còn chay tới nó còn tới miền ấy sao thế nông nẹt là tây năng chẳng nhưng kết thần nẹt là tây năng chia là na nó việc miền ấy cao bị chất chia được sắc rụp tệ chất chia được sắc cao láng rồi luật tới hay về chơi về nhát có tới tam chất chia một than nó tới đôi chip sai hoi tới chẳng đa phơn cầm nộp phơn nó rồi chay tới nó sao thế ti tăng hay nâng tới rồi mau liền mau cho mau có về sát sai tát tay tới nông mà nu mà nè đôi cái này chẳng còn nào dây tới ấy tới rồi chặt chỉ một than nâng tới rồi tới rồi luật tới đôi phơn chẳng riêng ra nông lột nâng về cần lon tới chân tê trong sao và thay vì đào nâng dần mấy hay mau sập ngày nâng dần mấy chợ hay cô sơn ra vì đào sầm mấy và ba pre ma sốt tê sơn nạ chỉ riêng chỉ thần đi rồi boss đặt chặt con nào năng này hay đào mau sầm mấy và on nó có chỉ là cô tôi là cô tua cả hay mau sập ngày nâng tiết nâng anh về prai pru về plat đồ ấy cầm on chẳng dừng mơក្នុងការសិក្សាអញ្ចឹងហើយបានជ្រៅទៅvậyវាតែងតែអស់ទៅទេភ្លៀងខ្លាំងប៉ុណ្ណាក៏គង់តែរាំងជីវិតរបស់យើងពេលខ្លះក៏ភ្លេចភ្លាំងព្រឹត្តរឿងអីមិនគួរកបីក៏វាមានភ័យមានទុក្ខមានទោសអីក៏ទៅតាមនឹងchẳng đại tại có dân trời giờ đang làm pi sập hiệpនៃជីវិតនឹងឯងជាធម្មតារបស់បញ្ញខੰហើយក៏ខំប្រឹងក្រោកឡើងតោងពុទ្ធពធប្រសង្ឃទៅនឹងឯងចឹងយើងនឹងបានជួបសេចក្តីសុខក្នុងពេលវេលាមិនជាយូរប្រហែលអីទៅទេពីព្រោះវានៅលើផ្លូវចិត្តទេហើយយើងមានកល្យាណមិត្តផងមិត្តល្អហ្នឹងជួយយើងចឹងមិនដូចបំណិតលើកពីរឿងរ៉ាវអីមិត្តបញ្ចោបញ្ចប់បច្ច័យអីហ្នឹងពេលមានបានលួងលោមបញ្ចោរួចទៅយើងអាប់អោនទៅបាត់បងអស់ទៅទេកល្យាណមិត្តមិនអញ្ចឹងទេកល្យាណមិត្តហ្នឹងគឺនៅជាប់ជាមួយយើងមិនចេះបញ្ចោអីយើងទេគឺជួយមើលថែអីសពគ្រប់ហើយមិនបោះបង់យើងចោលទេទោះជាយើងត្រូវដណ្ដាបរឿងផ្លូវកាយផ្លូវចិត្តអីក៏ដោយអានឹងដែលថាកល្យាណមិត្តមិនចាំបាច់ច្រើនទេណាចឹងមិត្តល្អសូម្បីតែម្នាក់ក៏បានដែរក៏ល្អណាស់រង្វាន់សំខាន់ណាស់ហើយតែជាមិត្តល្អពិតប្រាកដនឹងឯងនឹងអាចជួយជាកម្លាំងចិត្តបានចឹងប៉ុន្តែក្នុងជីវិតរបស់យើងមិនអាចថាចេះតែមមមួនអីទៅទេវាអាចជួបអកុសលវិបាករឿងអីប៉ុន្តែយើងត្រូវតែទទួលការពិតហើយកំណត់ទៅលើជីវិតគឺឧបាទានខណ្ឌវាមានអញ្ចឹងបានដូចចិត្តត្រូវតែរៀនលះបង់នៅអាការខ្វាយខ្វល់ជាមួយគ្នានឹងរបស់ធម្មតានេះ
នឹងឯងទាំងកុំទម្លាប់រអ៊ូរតំអីដាក់កូនដាក់ចៅដាក់ណាធ្វើឲ្យអ្នកដទៃហ្នឹងគេលំបាកតាមយើងនឹងទៅទៀតទេចឹងនឹងឯងយើងរៀនរំសាយនៅគំនិតដែលគិតខ្វាយខ្វល់ជាមួយនឹងរឿងធម្មតាកំណត់យកជាមេរៀនសម្រាប់សិក្សាទៅវិញនឹងឯងកំណត់ឲ្យបានល្អបើយើងចេះតែចូលចិត្តលូលតំវាជារឿងដែលគិតពីខ្លួនយើងចឹងវាចេញមកពីសកាយតិដ្ឋិដែលវាមិនបានដូចចិត្តគឺថាវាចេញពីភាពដែលទាស់ចិត្តយើងនឹងឯងគឺបិទបាំងសច្ចៈខួរជាបរមត្ថស្រេចបាត់ទៅហើយមើលបើជាការពិតចិត្តចេតសិករូបមានរឿងអីដែលយើងទាស់ចិត្តហើយមានរឿងអីដែលយើងត្រូវរអ៊ូរតំកើតទុកសក់ចិត្តរឿងនេះរឿងនោះអ្វីគឺជាអារម្មណ៍ល្អមករកយើងទៅហើយហ្នឹងឃើញទេពលរៀបរាប់រអ៊ូរតំទាស់ចិត្តរឿងអីពាក្យខ្មែរយើងស្ដាប់បានហើយពាក្យថារអ៊ូរតំហ្នឹងគឺសំដែងពីការទាស់ចិត្តហើយពេញចិត្តវាគ្មានពាក្យរអ៊ូរតំហ្នឹងមកថាទេតែពេញចិត្តវាអត់មានរឿងរអ៊ូរតំទេយើងនិយាយថាអូយរអ៊ូរតំទៅបានណាគឺសំដែងពីការទាស់ចិត្តហើយនឹងឯងចឹងហើយមើលមេរៀនសម្រាប់សិក្សាដែលជាការពិតនោះហើយយើងទាស់ចិត្តជាមួយនឹងការពិតមានបញ្ញាឯណានឹងឯងហើយយើងចង់ឲ្យអ្វីត្រូវចិត្តយើងតែវាមិនត្រូវចិត្តចឹងទៅទុកទៅងុំទៅហើយជួបណាអីក៏បញ្ចេញទៅជួនកាលក៏ចង់ដើម្បីថាឲ្យអ្នកដទៃនឹងឯងលំបាកចង្អៀតចង្អល់ចិត្តអីតាមនឹងផងដែរគឺវាប្រសិជ្ជៈមេត្តាចិត្តទៅទៀតតែយើងនិយាយអីធ្វើអីដើម្បីថាមិនបានគិតឲ្យអ្នកដទៃនឹងឯងខ្វាយខ្វល់កើតទុកទៅតាមដែលយើងមិនសប្បាយចិត្តនោះអញ្ចឹងគឺបានន័យថាយើងប្រសិជ្ជៈនៅមេត្តាចិត្តផងដែរនឹងឯងតាមពិតយើងមិនត្រូវគិតចង់បានសេចក្តីសុខតែខ្លួនយើងទេអញ្ចឹងអប់រំមេត្តាណាគិតដើម្បីធ្វើអីឲ្យយើងបានសុខតែប៉ុណ្ណឹងមិនតាមគ្រប់គ្រាន់ទេតលតែយើងសាងគំនិតថែមទៀតគិតឲ្យអ្នកដទៃបានសេចក្តីសុខផងសុខក្នុងគុណធម៌សុខក្នុងសេចក្តីល្អសុខដើម្បីរួចផុតចាកទុក្ខនេះទៅជាការចាប់ផ្ដើមមេត្តាចិត្ត